សួស្តីអ្នកទាំងគ្នាតើមានសារពិសេសអ្វីជូនចំពោះអ្នកដែលបានឃើញវីដេអូមួយនេះអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំបើកកាតថ្មីតែម្ដងហើយកាតហ្នឹងមិនមែនជាថារត់កាតទេអ្នកទាំងគ្នាគឺជា Rose Oracle ដែលខ្ញុំទំទិញមកថ្មីក្តៅៗដែរប្រើហើយក៏ដែរបើកជាមួយនឹងកាតហ្នឹងដែរអញ្ចឹងទៅតើមានសារពិសេសអ្វីខ្លះជូនទៅចំពោះអ្នកដែលគាត់បានឃើញវីដេអូមួយនេះមិនថាអ្នកទាំងគ្នាឃើញវីដេអូហ្នឹងនៅថ្ងៃណាឆ្នាំណាខែណាក៏ដោយគឺអត់សំខាន់ទេណាព្រោះដោយសារតែវីដេអូមួយនេះគឺជាវីដេអូមួយដែលគ្មានការបដិឆេទកំណត់ទេឃើញពេលណាគឺជាពេលវេលាមួយដែលអ្នកទាំងគ្នាត្រូវដឹងត្រូវលឺពីសារមួយហ្នឹងហើយ Rose Oracle នេះគឺល្អខ្លាំងមែនទែនគឺជាសារបែបលក្ខណៈលើកទឹកចិត្តដាស់តឿនតម្រង់ផ្លូវឬក៏អាចនិយាយបានថាបំផុសគំនិតច្នៃប្រឌិតអីផ្សេងៗទៅឲ្យអ្នកទាំងគ្នាអីចឹងណាជាមួយនឹងស្លឹកកាតដំបងគឺយើងទទួលបានស្លឹកកាត Plan Yourself Here ដែលបកប្រែតាមភាសាខ្មែរមានន័យថាចាក់ឫសរបស់អ្នកនៅទីនេះឬក៏ដាំដុះនៅទីនេះកាតមួយនេះគឺចង់សំដៅថាបើសិនជាករណីអ្នកទាំងគ្នាចង់ទទួលបានភាពជោគជ័យភាពរីកចម្រើនភាពរីកលូតលាស់ក៏ដូចជាផ្លែផ្កានៅថ្ងៃអនាគតអ្នកទាំងគ្នាត្រូវបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងបច្ចុប្បន្នភាពជាមុនសិនណាអញ្ចឹងគឺអត់ឲ្យអ្នកទាំងគ្នានឹងដេកចាំឱកាសឬក៏ដេកចាំសំណាងដែលធ្លាក់មកពីលើមេឃអីទេគឺឲ្យអ្នកទាំងគ្នានឹងបង្កើតឱកាសដែលអាចឲ្យខ្លួនឯងរីកចម្រើនដែលអាចឲ្យខ្លួនឯងទទួលបានការអភិវឌ្ឍឬក៏ពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីឆ្ពោះទៅដល់គោលដៅបន្តទៀតនៅក្នុងជីវិតរបស់អ្នកទាំងគ្នាណាវាហាក់បីដូចជាដើមឈើមួយបើសិនជាករណីអ្នកទាំងគ្នាចង់ឲ្យដើមឈើនឹងរីកលូតលាស់បានល្អធន់ជាមួយនឹងអាកាសធាតុមិនងាយនឹងរលំនៅពេលដែលមានខ្យល់ព្យុះហើយនឹងទទួលបានផ្លែផ្កាដ៏ល្អនៅថ្ងៃក្រោយអ្នកទាំងគ្នាអាចបេះផ្លែនឹងយកមកហូបអីចឹងណាអ្នកទាំងគ្នាត្រូវមើលថែដើមឈើនឹងយ៉ាងយកចិត្តទុកដាក់ហើយត្រូវរងចាំដោយភាពអត់ធ្មត់ខ្លាំងមែនទែនត្រូវបំពន់ត្រូវដាក់ជីអីចឹងទៅហើយធ្វើមិនដើម្បីឲ្យដើមឈើហ្នឹងមានជីវជាតិគ្រប់គ្រាន់ហើយចាក់ឫសចូលទៅក្នុងយ៉ាងជ្រៅនៅពេលដែលឫសរបស់ដើមឈើហ្នឹងចាក់ចូលទៅក្នុងដីយ៉ាងជ្រៅហើយខ្យល់ល្មមគឺមិនងាយរលំទេវាហាក់បីដូចជាការងាររកស៊ីការរៀនសូត្រឬក៏មុខរបររបស់អ្នកទាំងគ្នាអញ្ចឹងណាបើសិនជាអ្នកទាំងគ្នាចង់ជោគជ័យគឺអ្នកទាំងគ្នាត្រូវកសាងមូលដ្ឋានគ្រឹះឲ្យរឹងមាំជាមុនសិនមុននឹងចាប់ផ្ដើមជំហានបន្តទៀតមិនមែនបរាជ័យអីតិចតួចហើយក៏ងាយបោះបង់ហើយទៅចាប់អីផ្សេងចង់នេះផងចង់នោះផងក្នុងពេលតែមួយទេបែបលក្ខណៈអញ្ចឹងណាអញ្ចឹងកសាងអ្វីមួយឲ្យវាមានមូលដ្ឋានគ្រឹះឲ្យរឹងមាំពីជំហានមួយទៅជំហានមួយសិនចាំចាប់ផ្ដើមអ្វីផ្សេងបន្តការដែលខ្ញុំកំពុងតែកាន់នេះឈ្មោះវាគឺ The Secret Waters អត្ថន័យគឺជ្រាលជ្រៅខ្លាំងមែនទែនហើយទឹកគឺតំណាងឲ្យការសម្អាតការព្យាបាលនិងការផ្លាស់ប្ដូរផ្នែកខាងក្នុងនឹងគឺសំដៅទៅលើផ្លូវអារម្មណ៍ឬក៏ផ្លូវចិត្តរបស់យើងណាអ្នកទាំងគ្នាអញ្ចឹងគឺការនេះកំពុងតែurgeឲ្យអ្នកទាំងគ្នានឹងប្រឡែងអារម្មណ៍ចាស់អារម្មណ៍ដែលនៅក្នុងអតីតកាលការឈឺចាប់ឬក៏រឿងរ៉ាវដែលបានកើតឡើងនៅក្នុងអតីតកាលដែលធ្វើឲ្យអ្នកទាំងគ្នាខកបំណងដែលធ្វើឲ្យអ្នកគ្នាម៉ងសៅនៅក្នុងចិត្តហ្នឹងណាប្រឡែងទៅអស់ទៅតាមទឹកអ្នកទាំងគ្នាកុំរស់នៅអោបកសោបជាមួយនឹងរឿងអតីតកាលអីគួរតែបកមកផ្ដោតទៅលើបច្ចុប្បន្នភាពហើយកុំព្រួយបារម្ភពាក់ព័ន្ធជាមួយនឹងអនាគតពេកព្រោះដោយសារតែអនាគតគឺអត់ទាន់បានកើតឡើងទេខំបច្ចុប្បន្នភាពឲ្យបានល្អរស់នៅក្នុងបច្ចុប្បន្នភាពឲ្យបានល្អទៅហើយរៀនអនុញ្ញាតឲ្យខ្លួនឯងផ្លាស់ប្ដូរពីអ្វីមួយដែលមិនល្អទៅជារឿងដែលល្អមកវិញណានៅលើកាតក៏គេមានដាក់ពាក្យដូចជា health rest ហើយ self care ដែល health ហ្នឹងគឺសំដៅទៅលើសុខភាព rest គឺសំដៅទៅលើការសម្រាកព្យាបាលហើយ self care គឺសំដៅទៅលើការយកចិត្តទុកដាក់ទៅចំពោះខ្លួនឯងអញ្ចឹងហើយគឺកាតមួយនេះគឺកំពុងតែurgeឲ្យអ្នកទាំងគ្នាហ្នឹងត្រូវត្រឡប់មកមើលថែសុខភាពផ្លូវកាយក៏ដូចជាផ្លូវចិត្តខ្លួនឯងឲ្យបានរឹងមាំព្រោះនៅថ្ងៃអនាគតបើសិនជាអ្នកទាំងគ្នាមានលុយច្រើនមានភាពជោគជ័យក៏អត់មានន័យដែរបើសិនជាអ្នកទាំងគ្នាមានជំងឺឈឺស្កាត់អីឬក៏ផ្លូវចិត្តរបស់អ្នកទាំងគ្នាអត់មានសេចក្តីសុខស្ងប់អីហ្នឹងក៏ពិបាកដែរអញ្ចឹងហើយគឺអ្នកទាំងគ្នាត្រូវតែកាត់បន្ថយភាពតានតឹងឬក៏ភាព stress ហើយស្រឡាញ់ខ្លួនឯងបានច្រើនក៏ដូចជាមើលថែសុខភាពខ្លួនឯងផងការមាននេះខ្ជូតខ្លាំងមែនតើអ្នកទាំងគ្នាឈ្មោះរបស់គេ The Second Bloom ដែលបកតាមភាសាខ្មែរមានន័យថាផ្ការីកជាលើកទី2ហើយគឺមានអក្សរអង់គ្លេសទូចនៅពីក្រោមហ្នឹង A second chance is never too late new possibility ដែលការនេះគឺកំពុងតែប្រាប់អ្នកទាំងគ្នាឬក៏លើកទឹកចិត្តទៅកាន់អ្នកដែលគាត់តែងតែជួបបញ្ហាជាច្រើននៅក្នុងជីវិតជួបការឈឺចាប់ការខកបំណងឧបសគ្គនៅក្នុងជីវិតហើយតែងតែបរាជ័យមិនដែលជោគជ័យដូចអ្នកដទៃអីចឹងណាកុំតន់អស់
សង្ឃឹមគឺនៅមានឱកាសជាលើកទី2ទី3ទៀតនៅពេលដែលអ្នកទាំងគ្នាបាត់បង់ឱកាសមួយគឺនឹងមានឱកាសមួយផ្សេងទៀតចូលមកហើយកុំឲ្យអ្នកទាំងគ្នាគិតថាអូខ្ញុំអាយុច្រើនហើយគឺអត់ស័ក្តិសមជាមួយនឹងការទទួលឱកាសលើកទី2ក្នុងការចាប់ផ្ដើមតំណែងស្នេហាថ្មីក្នុងការបើកមុខរបស់រ៉ូស៊ីក្នុងការដេញចាប់ក្តីសម័យក្នុងការ travel ដើរកំសាន្តឬក៏អីកុំគិតបែបហ្នឹងអីដល់រាប់ណាអ្នកទាំងគ្នានៅតែមានជីវិតនៅតែមានដង្ហើមចូលមានក្តីសង្ឃឹមដូចគ្នាណាគឺកុំតន់បោះបង់កុំតន់បាក់ទឹកចិត្តគឺគ្រប់បែបយ៉ាងនឹងល្អប្រសើរឡើងមកវិញខ្លះអ្នកទាំងគ្នាការបរាជ័យគឺជាបទពិសោធន៍ឬក៏មេរៀនដ៏ល្អខ្លាំងមែនទែននៅក្នុងការត្រួសត្រាយផ្លូវឲ្យយើងឆ្ពោះទៅរកភាពជោគជ័យរាល់កំហុសដែលយើងបានសាងគឺជាមេរៀនដែលបង្រៀនឲ្យយើងចេះកែខ្លួនឡើងមកវិញរាល់ការបាត់បង់គឺនឹងបង្រៀនឲ្យយើងចេះថែរក្សាអ្វីមួយដែលមានតម្លៃហើយនឹងចេះក្តោបយកឱកាសថ្មីរាល់ការឈឺចាប់គឺជាឱកាសកាន់តែល្អនៅក្នុងការធ្វើឲ្យអ្នកទាំងគ្នាកាន់តែរឹងមាំកាន់តែឆ្លាតវៃហើយស្គាល់ពីខ្លួនឯងកាន់តែច្បាស់អញ្ចឹងហើយគឺសង្ឃឹមនៃឱកាសលើកទី2ហ្នឹងគឺតែងតែមានអញ្ចឹងហើយសូមអ្នកទាំងគ្នាចូលបន្តការជឿជាក់ទៅចំពោះខ្លួនឯងហើយបន្តការខិតខំប្រឹងប្រែងនឹងបន្តទៀតណាការទី4នេះគឺមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែននៅលើនេះគឺមានដាក់ពាក្យថា healing is happening ហើយក៏មានពាក្យថា you're not broken ដែលពាក្យនេះគឺចង់សំដៅទៅកាន់អ្នកទាំងគ្នាហើយពាក្យមួយនេះគឺចង់បង្ហាញថាអ្នកទាំងគ្នាមិនខុសទេអ្នកទាំងគ្នាមិនមែនជាបញ្ហាទេគុំដោយសារតែនរណាគេម្នាក់ធ្វើឲ្យអ្នកទាំងគ្នាឈឺចុកចាប់ធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាអត់មានតម្លៃអត់ទទួលបានក្តីស្រឡាញ់ឬក៏ភាពស្មោះត្រង់ពិតប្រាកដពីគេឬក៏គេបដិសេធឬក៏មិនមើលឃើញពីតម្លៃរបស់អ្នកទាំងគ្នាអ្នកទាំងគ្នាចាប់ផ្ដើមគិតអវិជ្ជមានទៅចំពោះខ្លួនឯងថាខ្លួនឯងមិនល្អគ្រប់គ្រាន់មិនស្អាតមិនឆ្លាតមិនប្រកែមិនមានសមត្ថភាពអីបែបហ្នឹងគឺអត់ទេអ្នកទាំងគ្នាគឺគ្រប់គ្រាន់អ្នកទាំងអស់គ្នាគឺល្អគ្រាន់តែដោយសារមនុស្សទាំងអស់ហ្នឹងគឺអត់បានមើលឃើញពីតម្លៃរបស់អ្នកទាំងគ្នាឬក៏មនុស្សទាំងអស់ហ្នឹងគឺអត់សមនឹងទទួលបានក្តីស្រឡាញ់ឬក៏ការយកចិត្តទុកដាក់ពីអ្នកទាំងគ្នាតែប៉ុណ្ណោះហើយពាក្យបន្ទាប់ទៀតនៅលើកាតហ្នឹងគេមានពាក្យថា trust the process ដែលពាក្យនេះគឺចង់លើកទឹកចិត្តទៅកាន់អ្នកដែលគាត់ពិបាកនៅក្នុងការកាត់ចិត្តពីរឿងអតីតកាលកាត់ចិត្តពីនរណាគេម្នាក់ដែលអត់ជឿជាក់ថាខ្លួនឯងនឹងអាច move on ចេញពីអតីតកាលខ្លួនឯងនឹងអាចរស់ដោយគ្មានគេបានណានៅម៉ោងសៅនៅកើតទុកអីហ្នឹងគឺអត់ទេអ្នកទាំងគ្នាអាចធ្វើបាននៅថ្ងៃណាមួយគឺអ្នកទាំងគ្នានឹងដោះលែងខ្លួនឯងបានចេញពីរណ្ដៅអតីតកាលហ្នឹងគ្រាន់តែថាដំណាក់កាលនៃការកាត់ចិត្តដំបូងហ្នឹងគឺវារៀងពិបាកបន្តិចហើយអញ្ចឹងគឺយូរទៅអ្នកទាំងគ្នានឹងស៊ាំហើយអ្នកទាំងគ្នានឹងធ្វើបានណាការទី5នេះមានពាក្យថា the return ដែលពាក្យនេះគឺចង់សំដៅទៅលើការត្រឡប់មកវិញនៅធម៌ពលរបស់អ្នកទាំងគ្នាមិនមែនមានន័យថានរណាគេម្នាក់នឹងត្រឡប់ចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាទេប៉ុន្តែគឺជាការត្រឡប់មកវិញនៅទំនុកចិត្តទៅលើខ្លួនឯងភាពក្លាហានសុខសន្តិភាពគោលបំណងឬក៏គោលដៅនៅក្នុងជីវិតឬក៏អ្នកទាំងគ្នានឹងស្វែងរកឃើញខ្លួនឯងសារជាថ្មីណាម្លងពេលណាមួយនៅក្នុងជីវិតរបស់អ្នកទាំងគ្នាគឺអ្នកទាំងគ្នាបានបាត់បង់ខ្លួនឯងហើយពេលហ្នឹងគឺជាពេលវេលាដ៏ល្អក្នុងការស្វែងរកខ្លួនឯងមកសារជាថ្មីហើយក៏បង្កើតជារឿងរ៉ាវមួយនៅលើវិថីជីវិតថ្មីដែលអ្នកទាំងគ្នាគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯងមានន័យថារឿងអតីតកាលនឹងគឺអត់បានកំណត់ពីការបរាជ័យនៅក្នុងថ្ងៃអនាគតរបស់អ្នកទាំងគ្នាទេអញ្ចឹងគឺអ្នកទាំងគ្នាមានសិទ្ធិនៅក្នុងការដោះលែងរឿងតាប្រមាណដែលអត់ស័ក្តិសមហើយក៏មានសិទ្ធិនៅក្នុងការຕົករឿងណាមួយដែលអ្នកទាំងគ្នាគិតថាស័ក្តិសមនៅក្នុងការបន្តអីចឹងទៅគឺអ្នកទាំងគ្នាគឺជាអ្នក design ឬក៏ជាអ្នកគេហៅថាសម្រាប់ចិត្តទៅលើជោគវាសនាឬក៏ជាអ្នកបង្កើតសាច់រឿងថ្មីសម្រាប់ឆាកជីវិតរបស់ខ្លួនឯងតើមានអ្វីបន្ថែមទៀតសម្រាប់អ្នកដែលគាត់បានឃើញវីដេអូមួយនេះឬក៏អ្នកដែលកំពុងតែទស្សនាវីដេអូមួយនេះចឹងគឺខ្ញុំសូមដោះកាតចុងក្រោយកាតទី6ខ្ញុំយកតែ6ស្លឹកហ្នឹងទេណាកាតចុងក្រោយគឺយើងទទួលបានកាតសាប្រូសាដែលសាប្រូសានេះមិនមែនជាភាសាអង់គ្លេសទេគឺជាភាសាឡាទីនភាសាអង់គ្លេសគឺបកមកវិញថា under the rose ភាសាខ្មែរគឺមានន័យថានៅក្រោមស្រទាប់ផ្កាកុលាបធម្មតានៅពេលដែលយើងមើលផ្កាកុលាបពីខាងក្រៅគឺយើងឃើញភាពស្រស់ស្អាតរបស់វាខ្លាំងមែនទែនប៉ុន្តែយើងអត់ដឹងថាក្នុងផ្កាកុលាបឬក៏ក្រោមស្រទាប់ផ្កាកុលាបហ្នឹងគឺមានអីគេបន្ថែមទៀតទេវាហាក់បីដូចជាពេលដែលអ្នកទាំងគ្នាអង្កេតមើលរឿងអ្វីម្យ៉ាងហើយជឿជាក់ថារឿងមួយហ្នឹងគឺពិតហើយច្បាស់ 100% តែជាក់ស្ដែងគឺរឿងមួយហ្នឹងគឺពិតត្រឹមតែ 50% ទេបើសិនជាអ្នកទាំងគ្នាចង់ដឹងចង់ឮថាតើរឿងហ្នឹងពិតប្រាកដ 100% ដូចដែលការគិតរបស់អ្នកទាំងគ្នាមែនអត់គឺអ្នកទាំងគ្នាត្រូវវែកញែករកខុសត្រូវឬក៏ត្រូវរកព័ត៌មានបន្ថែមទៀតឲ្យលម្អិតជាងនឹងដើម្បីឲ្យដឹងថាព័ត៌មាននឹងច្បាស់កម្រិតប៉ុណ្ណា
100%អត់អីអត់ចឹងទៅហើយវាហាក់បីដូចជាពេលដែលយើងអង្កេតមើលផ្កាកន្លាបចឹងពេលដែលយើងមើលពីសម្បកខាងក្រៅគឺយើងឃើញទម្រង់បែបហ្នឹងប៉ុន្តែនៅខាងក្នុងមានអីគេខ្លះគឺយើងអត់ដឹងទេបើសិនជាយើងចង់ដឹងថាតើផ្កាកន្លាបហ្នឹងមានស្ទាប់ខាងក្នុងមានអីគេខ្លះបន្ទាប់ពីស្ទាប់ខាងក្នុងហ្នឹងហើយមានអីគេបន្ថែមទៀតលើកលែងតែអ្នកគ្នាវេកមើលសម្បកខាងក្នុងវាពិនិត្យមើលឲ្យវិញឆ្ងាយចឹងទៅអញ្ចឹងរឿងពិតប្រាកដដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកគ្នាដូចគ្នាអញ្ចឹងគឺនៅពេលដែលយើងចង់ដឹងការពិតអីមួយគឺយើងត្រូវស្វែងរកចម្លើយនៃការពិតមួយនោះឲ្យម៉ត់ចត់មែនតែនគេហៅថាវេកញែករកខុសរកត្រូវអីចឹងណានឹងបែបលក្ខណៈចឹងអុយពិបាកពីយល់ទីកៃចំណុចមួយនេះអ្នកតែគ្នាប៉ុន្តែគឺខ្ញុំសង្ឃឹមថាអ្នកដែលគាត់ទស្សនាវីដេអូមួយនេះនឹងយល់នៅអ្វីដែលខ្ញុំចង់និយាយណាហើយពេលខ្លះចម្លើយដែលអ្នកគ្នាត្រូវការចង់ដឹងចង់ឮហ្នឹងមិនមែនជាអ្វីដែលអ្នកគ្នាត្រូវតែរកឲ្យឃើញទេប៉ុន្តែអាចជាអ្វីដែលអ្នកគ្នាត្រូវរៀនត្រូវមើលឃើញត្រូវស្វែងយល់បន្ថែមទៀតក៏ថាបានដែរវាហាក់បីដូចជាសមត្ថភាពទេពកោសល្យចំណេះជំនាញដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកទាំងគ្នាប៉ុន្តែអ្នកគ្នាគិតថាខ្លួនឯងប្រហែលជាអត់មានជំនាញទាំងអស់ហ្នឹងអត់មានទេពកោសល្យឬក៏សមត្ថភាពទាំងអស់ហ្នឹងណាអញ្ចឹងឲ្យអ្នកទាំងគ្នាត្រូវស្វែងយល់បន្ថែមទៀតអំពីខ្លួនឯងតើខ្លួនឯងមានជំនាញអ្វីចង់រៀនអ្វីចង់ធ្វើអ្វីមានគោលដៅបែបណានៅក្នុងជីវិតមានសមត្ថភាពនៅក្នុងការដោះស្រាយរឿងអ្វីខ្លះធ្វើរឿងអ្វីខ្លះហើយមានចំណេះជំនាញទៅខាងផ្នែកអីគេមានទេពកោសល្យអ្វីខ្លះអញ្ចឹងទៅអញ្ចឹងគឺឲ្យអ្នកទាំងគ្នាស្គាល់ខ្លួនឯងឲ្យបានច្បាស់នៅពេលដែលអ្នកគ្នាស្គាល់ខ្លួនឯងច្បាស់ហើយគឺងាយស្រួលខ្លាំងមែនទែននៅក្នុងការប្រកបមុខរបររកស៊ីក៏ដូចជារៀនជំនាញដែលត្រូវអញ្ចឹងថ្ងៃក្រោយទៅអ្នកទាំងអស់គ្នាក៏ងាយនៅក្នុងការទទួលបានភាពជោគជ័យក៏ដូចជាភាពរីកចម្រើនដែរជីវិតរបស់យើងមានតែមួយទេសូមអ្នកទាំងគ្នាធ្វើអ្វីមួយដែលអ្នកទាំងគ្នាស្រឡាញ់ចូលចិត្តជាពិសេសគឺក្តីសម័យពិតប្រាកដរបស់អ្នកទាំងគ្នាហើយបើសិនជាអ្នកទាំងគ្នាមានសមត្ថភាពឬក៏ទេពកោសល្យខាងអីមួយសូមបង្ហាញវាឬក៏បញ្ចេញសមត្ថភាពទាំងអស់ហ្នឹងកុំឲ្យពេលដែលនៅថ្ងៃអនាគតនៅពេលដែលអ្នកទាំងគ្នាចាស់ទៅគឺអ្នកទាំងគ្នាមានអារម្មណ៍ថាស្ដាយក្រោយដែលអត់បានបង្ហាញពីសមត្ថភាពរបស់ខ្លួនឯងណាក្នុងនេះគឺមានពាក្យថា learning teaching ដែលមានន័យថាអ្នកទាំងគ្នាមិនត្រឹមតែជាអ្នករៀនអំពីមេរៀនជីវិតទេប៉ុន្តែចំណេះដឹងដែលអ្នកទាំងអស់គ្នាទទួលបានពីជីវិតហ្នឹងក៏អាចក្លាយទៅជាអ្វីមួយដែលអ្នកទាំងអស់គ្នានឹងយកទៅណែនាំឬក៏បំភ្លឺទៅដល់អ្នកដទៃក៏ថាបានដែរមានន័យថានៅថ្ងៃណាមួយអ្នកទាំងគ្នាជោគជ័យអ្នកទាំងគ្នានឹង share បទពិសោធន៍ហ្នឹងទៅកាន់មនុស្សជាទូទៅដែលមានអាយុតិចជាងអីចឹងគឺខ្ញុំអត់អីនិយាយហើយបើសិនជាអ្នកទាំងគ្នាមានចំណាប់អារម្មណ៍នៅក្នុងការអានថារត់ការដល់ផ្ទាល់ខ្លួនកុំភ្លេច contact របស់ខ្ញុំតាមរយៈ QR code ដែលខ្ញុំបានដាក់នៅខាងលើនឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ